ចម្លើយសារភាពស្ត្រីវៀតណាមចិត្តសឿងចូលរំដោះប្តីពីសាលាដំបងខេត្តស្វាយរៀងរាជធានីភ្នំពេញព្រឹត្តិការណ៍នៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 9:05 នាទីព្រឹកជាថ្ងៃដែលគេនឹកស្មានមិនដល់ជុំវិញករណីរំដោះជនជាប់ចោទចំនួន6នាក់គួរឲ្យភ្ញាក់ផ្អើលនៅក្នុងបរិវេណសាលាដំបងខេត្តស្វាយរៀងខណៈក្រុមអនុរិយពន្ធនាគារនាំខ្លួនពួកគេមកកាត់ទោសនោះគឺជាការផ្ដួចផ្ដើមដោយស្ត្រីវ័យក្មេងជនជាតិវៀតណាមម្នាក់ឈ្មោះវឿងធីហៃវ្រាន់ដោយនាំអាវុធខ្លីនិងមធ្យោបាយរថយន្តមួយគ្រឿងម៉ាក Lexus CT 200H ពណ៌ខ្មៅពាក្យស្លាកលេខភ្នំពេញ 2CA 0692បានមកបាញ់រំដោះរួចនាំគ្នាឡើងជិះរថយន្តគេចខ្លួនរហូតដល់ម៉ោងប្រមាណ 6 ល្ងាចក្នុងថ្ងៃដដែលសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមវិធានការជំនាញតែប៉ុន្មានម៉ោងប៉ុណ្ណោះក៏បានរកឃើញទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យគឺនៅក្នុងព្រៃទូលមួយកន្លែងស្ថិតក្នុងភូមិព្រៃសម្ពួរឃុំសម្បួរស្រុកស្វាយទៀបហើយកម្លាំងក៏សហការគ្នាធ្វើការហុំព័ទ្ធចាប់ខ្លួនជនសង្ស័យចំនួន6នាក់រួមនឹងស្ត្រីម្នាក់បន្ថែមទៀតបញ្ជូនមកការិយាល័យជំនាញខេត្តដើម្បីធ្វើការសាកសួររកចម្លើយជនសង្ស័យដែលមជ្ឈដ្ឋាននានាចាប់អារម្មណ៍នោះគឺស្ត្រីជនជាតិវៀតណាមម្នាក់ឈ្មោះវឿងធីហៃវ៉ាន់ដែលជាស្ត្រីចិត្តសឿងបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថាកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានទៅជួលរថយន្តពីបុរសជនជាតិខ្មែរម្នាក់សម្រាប់ជិះទៅធ្វើសកម្មភាពលុះនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានតាក់ទងតាម Telegram ទិញកាំភ្លើងខ្លីមួយដើមម៉ាកK54 ពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនៅទីក្រុងបាវិតខេត្តស្វាយរៀងក្នុងតម្លៃ$1,500អាមេរិកដើម្បីរៀបចំផែនការធ្វើសកម្មភាពរំដោះឈ្មោះប្តីផាមវ៉ាន់ប៉ាវដែលជាប់ពន្ធនាគារខេត្តស្វាយរៀងត្រូវបាននាំយកទៅកាត់ទោសលុះមកដល់ថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានបើករថយន្តខាងលើទៅស្នាក់នៅផ្ទះសំណាក់មួយកន្លែងក្បែរមាត់ទន្លេក្រុងស្វាយរៀងមួយយប់លុះព្រឹកឡើងថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025ខ្លួនបានបើកបររថយន្តទៅទុកនៅមុខតុលាការហើយដើរចូលទៅក្នុងបរិវេណពេលសមត្ថកិច្ចពន្ធនាគារដឹកប្តីខ្លួននឹងគ្នាមកដល់ខ្លួនក៏បានហុចកាំភ្លើងឲ្យទៅប្តីដើម្បីបាញ់គំរាមសមត្ថកិច្ចដើម្បីរំដោះខ្លួនក៏រួចក៏នាំគ្នាឡើងរថយន្តគេចខ្លួនតែម្ដងទៅក្រោយពីស្ដាប់ចម្លើយស្ត្រីដែលជាជនសង្ស័យមានចិត្តក្លាហានរៀបចំគម្រោងជួលរថយន្តទិញអាវុធទៅធ្វើសកម្មភាពរំដោះប្តីនិងបាក់ពួកចេញពីតុលាការនៅព្រឹកឡើងថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025សមត្ថកិច្ចបាននាំខ្លួនស្ត្រីវៀតណាមម្នាក់នោះទៅយកអាវុធដែលជនសង្ស័យបានលាក់ទុកនៅក្នុងទីតាំងក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានរកឃើញអាវុធខ្លីមួយដើមម៉ាកK54និងបង់មួយមាន7គ្រាប់ជនសង្ស័យទាំង7នាក់និងវត្ថុតាងមានសមត្ថកិច្ចនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងខេត្តស្វាយរៀងដើម្បីចាត់ការតាមនីតិវិធីដោយសារតែស្ត្រីវៀតណាមរូបនេះមានរូបឆោមស្រស់ស្អាតបានធ្វើឲ្យអ្នកកាសែតអនឡាញ2នាក់ស្ទើរតែស្គាល់ក្លិនគុកទៅហើយក្នុងនោះត្រូវបានអាជ្ញាធរដកអាជ្ញាប័ណ្ណសារតែរូបឆោមលោមពណ៌ស្រស់ស្អាតរបស់ស្ត្រីវៀតណាមរូបនេះបានធ្វើឲ្យអ្នកកាសែតអនឡាញ2នាក់ស្ទើរតែស្គាល់ក្លិនគុកក្នុងនោះម្នាក់ត្រូវបានដកអាជ្ញាប័ណ្ណព្រោះតែដៃដល់ចាប់អង្អែលខ្ពុលគឺលោកខាន់សារ៉ុតនិងម្នាក់ទៀតជាមនុស្សដែលមានមាត់ដាច់គឺលោកផាត់ហនទោះបីជាបែបណាក៏ដោយអ្នកកាសែតអនឡាញទាំងពីរនាក់នេះបានទទួលការណែនាំពីសមត្ថកិច្ចរួចក៏បញ្ជូនត្រឡប់ទៅផ្ទះវិញសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់នៅវីដេអូមួយនេះគ្រប់ជូនពរលោកអ្នកបងប្អូនជួបតែសេចក្តីសុខសាន្តនិងសុវត្ថិភាព